ជម្រាបសួរសួស្តីបងប្អូនទាំងអស់គ្នាសូមស្វាគមន៍មកកាន់ Channel កុំជ្រុលសម្រាប់រឿងទៀតហើយយើងនឹងជួបគ្នានៅក្នុងរឿង Introvert និងកំឡោះ Extrovert ភាគ7ណាហើយនៅក្នុងភាគនេះដែរគឺចាប់ផ្ដើមដំបូងយើងឃើញថាសាស្ត្រីគ្រប់គ្នាណាបានប្រគល់កាដូឬក៏ជូកូឡេតហ្នឹងទៅឲ្យមនុស្សដែលគេពេញចិត្តហើយយើងងាកមកចាប់អារម្មណ៍គូរជាមួយនឹងអូតាវិញឃើញថាពួកគេទាំងពីរហ្នឹងគឺពិតជាមិនសប្បាយចិត្តនោះទេឃើញថាគ្រប់គ្នាគឺបានកាដូចំណែកគេពីរនាក់ហ្នឹងគឺគ្មានកាដូអ្វីសោះហើយឃើញថាអូតារបស់យើងហ្នឹងគឺវិសុំទេងុំតែគូរនឹងឯងដោយគេហ្នឹងគឺបានយំហូរទឹកភ្នែកហូរសម្បល់តែម្ដងហើយដោយគេបានពោលថាគឺរៀងរាល់ឆ្នាំគឺគេគ្មានមនុស្សស្រីណាដែលឲ្យកាដូនឹងជូកូឡេតឲ្យគេហ្នឹងទេគឺមានតែម្ដាយគេម្នាក់គាត់នៅពេលនោះដែរឃើញថាគូរហ្នឹងពិតជាសាហ្មងអូតាហ្នឹងគេប្រាប់ថាអើយយំឲ្យយំយ៉ាងហ្នឹងគ្មានស្អីនឹងទេប៉ុណ្ណឹងហើយកំឡុងពេលដែលពួកគេទាំងពីរនាក់កំពុងតែនិយាយគ្នាណាសាតាហ្នឹងក៏បានដើរចូលមករួមជាមួយនឹងកាដូយ៉ាងច្រើនផងដែរគ្រាន់តែគូរូគេឃើញភ្លាមហ្នឹងក៏បានរត់ទៅយ៉ាងលឿនហើយក៏បានសួរថាវ៉ាវសាតាឯងបានកាដូច្រើនម៉េចសាតាហ្នឹងគេបានប្រាប់ថាពីមែនឯងខ្ញុំបានកាដូអីចឹងគេបានសួរថាហើយពីនេះឯងហ្នឹងអត់បានទេអីហើយពីអ្នកហ្នឹងក៏បានឆ្លើយព្រមគ្នាតែម្ដងហើយគេបានប្រាប់ថា0គឺគ្មានបានមួយសោះតែធ្វើម៉េចឯងគឺសាតារបស់យើងគេសង្ហាឲ្យគេសុភាពបរោះទៀតមើលតែគេក៏ដឹងហើយថាសាតារបស់យើងហ្នឹងគឺគេសង្ហាប៉ុណ្ណាមានរពុតរពុយដោយពីអ្នកហ្នឹងទេសំមុខឯងដែលអត់កាដូតែមើលតើគួរអាណិតពេកហ្នឹងសាតាហ្នឹងគេបានប្រាប់ថាអញ្ចឹងចាំគេឲ្យម្នាក់មួយពេលនោះដែរអូតាហ្នឹងគេធ្វើគេគ្រុនបាគេអត់ចង់យកហ្នឹងទេគេអត់ចង់បានអីចឹងចំណែកឯគូរូវិញគឺថាបានគេឲ្យអញ្ចឹងគឺថាលឿនតែម្ដងហើយស្រាប់ពេលនោះដែរទើស្រីរបស់យើងហ្នឹងនាងក៏បានបង្ហាញខ្លួនហើយមិនតែប៉ុណ្ណោះធ្វើឲ្យអូតារបស់យើងហ្នឹងគេឡើងភ័យតែម្ដងហើយព្រោះគេនឹកថានាងគឺច្បាស់ជាចង់ឲ្យកាដូដល់គេហើយនាងក៏បានសួរទៅកាន់អូតាទៅអូតាហ្នឹងដឹងអត់ថ្ងៃនេះជាថ្ងៃអ្វីហើយអូតាហ្នឹងគឺគេធ្វើអត់ដឹងចឹងគេថាដឹងទេថាជាថ្ងៃអ្វីនោះតាមពិតហ្នឹងគេក៏ដឹងហើយថាទោះស្រីរបស់យើងហ្នឹងចង់សម្ដៅទៅលើរឿងអ្វីនោះតែប៉ុណ្ណោះនាងក៏បានសួរទៅកាន់អូតាផងដែរថាអូតាមានចង់បានអីអត់ហើយអូតាហ្នឹងក៏បានឆ្លើយយ៉ាងលឿនហើយបានប្រាប់ថាគេអត់ចង់បានអ្វីនោះទេហើយពេលនោះដែរនាងក៏បានដើរចេញផុតទៅហើយបន្ទាប់មកហ្នឹងគឺរូលក៏បានសួរទៅកាន់អូតាថាអូតាហ្នឹងហេតុអ្វីបានជាមិនចង់បានកាដូពីនាងអញ្ចឹងហើយអូតាហ្នឹងក៏បានប្រាប់ថាពិតមែនហើយគឺគេអត់ចង់បាននោះទេតែអាបែអូតាហ្នឹងតាមពិតហ្នឹងខ្លាចគេធ្វើបាបខ្លួនព្រោះតែខ្លួនឯងហ្នឹងអត់ដែលមានគំនិតល្អអីហ្នឹងទេខ្លាចថាគេហ្នឹងធ្វើបាបមកកាន់ខ្លួនឯងវិញខ្លាចថាកាដូដែលគេឲ្យហ្នឹងគឺជាកាដូមួយដែលធ្វើឲ្យគេភ្ញាក់ផ្អើលឬខ្លាចអញ្ចឹងហើយបន្ទាប់មកហ្នឹងតែរឿងបង្កើតយើងឃើញអូតាគេកំពុងតែដើរម្នាក់ឯងហើយកំឡុងពេលដែលដើរហ្នឹងគឺស្រាប់តែទូស្រីរបស់យើងហ្នឹងក៏ដើរតាមគេពីក្រោយដែលគេបែរមកហ្នឹងគេឡើងភ្ញាក់តែម្ដងហើយគេហ្នឹងក៏បានសួរថាមានរឿងអ្វីហើយនាងក៏បានប្រាប់ថានាងមានរបស់ចង់ឲ្យអូតានាងក៏បានបង្ហាញជួរលុបទៅកាន់អូតាហើយនៅពេលដែលអូតាគេឃើញហ្នឹងគឺគេឡើងស្រឡាំងកាំងហើយព្រោះថាវាជាជួរលុបតែអាបែហ្នឹងយកហ្មងគឺថាសូកាឡាមែនហើយនាងហ្នឹងក៏បានប្រាប់ថាគឺនាងនៅមានរបស់មួយទៀតចង់ឲ្យហើយអូតាហ្នឹងគេគិតថាជាសូកាឡាឲ្យមើលតើតាមពិតតាហ្នឹងនាងបានបង្ហាញជាមួយនឹងសភៅសហើយអូតាហ្នឹងគេឡើងគេងគេគិតថាជាសូកាឡាអីចឹងហើយទោះស្រីរបស់យើងហ្នឹងឃើញគេនិយាយបែបនោះភ្លាមនាងក៏ចង់គេងផងដែរក៏បានឲ្យតែកានូតានោះទេព្រោះថាឲ្យហើយគេនិយាយបែបនោះអាណាមានចិត្តចង់ឲ្យទៀតដល់ពេលដែលទោះស្រីរបស់យើងនាងដើរចាញ់ផុតទៅហ្នឹងធ្វើឲ្យអូតាហ្នឹងគេឡើងសេតែម្ដងហើយអញ្ចឹងបានគេថាមានមួតហ្នឹងកុំចេះតែនិយាយច្រើនពេកហើយកាត់មកទោះស្រីរបស់យើងវិញតាមពិតទៅនាងក៏បានយកកាដូហ្នឹងមកពាក់ទុកនឹងទៅអូតាផងដែរហើយដល់ពេលដែលអូតាគេចូលមកដល់ឃើញហ្នឹងក៏ដឹងហើយថាជារបស់ពីណាគេនោះហើយគេហ្នឹងក៏បានទៅលួចបើកម្នាក់ឯងដល់ពេលលួចបើកាដូហ្នឹងមើលទៅថាជាសូកាឡាដែលធ្វើឲ្យគេហ្នឹងគឺបេះដូងរបស់គេលោតញប់ខុសពីធម្មតាអីចឹងបើនិយាយពីមុខវិញគឺថាក្រំពេញនឹងអស់ហើយមិនតែប៉ុណ្ណោះគឺថាទូស្រីរបស់យើងហ្នឹងក៏បានលួចមើលអូតាថែមទៀតផងចេះតើពីអ្នកហ្នឹងគឺថាយ៉ាប់ហ្មងគឺថាមុនដល់ចិត្តសោះជាពិសេសហ្នឹងគឺអូតាហ្នឹងតែម្ដងហើយ